បាទសួស្តីបងប្អូនទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញ Facebook ផ្លូវការរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំបង្ហាញជូនវីដេអូមួយដែលឃើញប្រជាកសិករញឹមញែមជាមួយនឹងខ្ញុំក្តីទាំងមន្ត្រីរបស់ទីពាណិជ្ជកម្មកាល័យកសិកម្មក្តីញឹមញែមហ្នឹងគឺថាដោយសារបានខាងក្រុមហ៊ុនជីបម៉ុងបាទគាត់បានចុះមកជួយទិញល្ហុងរបស់ប្រជាពលរដ្ឋក្នុងឃុំកោះខេត្តដែលកំពុងតែគ្មានទីផ្សារនោះបាទអញ្ចឹងបន្ទាប់ពីកាលពីថ្ងៃអាទិត្យកន្លងមកហ្នឹងខាងមន្ទីរខាងអគ្គនាយកដ្ឋាននៃក្រសួងកសិកម្មមន្ទីរកសិកម្មមន្ទីរពាណិជ្ជកម្មក៏ដូចជាកាល័យពាក់ព័ន្ធហើយនឹងអាជ្ញាធរមូលដ្ឋានយើងក៏បានចុះសិក្សាអំពីការដាំដុះល្ហុងរបស់បងប្អូនប្រជាកសិករក្នុងឃុំកោះខេត្តហើយក៏បានពំនាំនៅការលំបាករបស់គាត់ទៅស្វែងរកឈ្មួញដើម្បីទិញអញ្ចឹងក៏តំណែងហ្នឹងបានតាមរយៈក្រសួងកសិកម្មក្រសួងពាណិជ្ជកម្មក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធគឺបានទៅដល់ក្រុមហ៊ុនជីបម៉ុងអញ្ចឹងថ្ងៃនេះបាទគឺថ្ងៃទី24ខែមិថុនាឆ្នាំ2025ហ្នឹងក្រុមហ៊ុនជីបម៉ុងដែលដឹកនាំដោយលោកជំទាវបាទដឹកនាំដោយលោកជំទាវតែសវណ្ណីបាទដែលជាអគ្គនាយកពហុពាណិជ្ជកម្មរបស់ក្រុមហ៊ុនជីបម៉ុងនិងសហការីគាត់បានអញ្ជើញចុះមកជួបសំណេះសំណាលជាមួយប្រជាកសិករក្នុងឃុំហើយទទួលទិញល្ហុងបាទអញ្ចឹងចំនួនដែលលោកជំទាវទិញយកទៅជូនក្រុមហ៊ុនជីបម៉ុងនោះគឺក្នុងមួយថ្ងៃលោកជំទាវអាចយកជាង10តោនបាទជាង10តោនហើយគាត់ទទួលទិញរៀងរាល់ថ្ងៃអញ្ចឹងប្រជាកសិករគាត់សប្បាយចិត្តដោយសារល្ហុងរបស់គាត់គឺបានខាងក្រុមហ៊ុនជីបម៉ុងជួយទិញគួររំលឹកផងដែរថាក្នុងរយៈពេលមុននេះបន្តិចបាទគឺល្ហុងនៅក្នុងឃុំកោះខេត្តប្រឈមមុខជាមួយនឹងការអត់មានទីផ្សារហើយលក់បាននៅក្នុងតម្លៃទាបបាទគឺឈ្មួញគាត់ទិញត្រឹមតែតម្លៃ100រៀលក្នុង1គីឡូមានពេលខ្លះធ្លាក់ដល់50រៀលបាទធ្លាក់ដល់50រៀលហើយបានក្រុមហ៊ុនជីបម៉ុងទិញគាត់ទិញក្នុងតម្លៃ200រៀលបាទអញ្ចឹងកសិករហើយនឹងក្រុមហ៊ុនក៏បានព្រមព្រៀងគ្នាលក់ជូនក្រុមហ៊ុននៅក្នុងតម្លៃ200រៀលក្នុង1គីឡូហើយក្នុងមួយថ្ងៃក្រុមហ៊ុនក៏ទទួលទិញជាង10តោនបាទជាង10តោនអញ្ចឹងតម្លៃនេះត្បិតតែវាមិនខ្ពស់ក៏បានជួយដល់បងប្អូនប្រជាកសិកររបស់យើងដែលគាត់បាននឹងកំពុងដាំដុះផលល្ហុងនេះបាទអាចថាចូលរួមបានមួយផ្នែកបាទក្នុងនាមអាជ្ញាធរខ្ញុំសូមថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធទាំងក្រសួងពាណិជ្ជកម្មក្រសួងកសិកម្មក៏ដូចជាមន្ទីរពាណិជ្ជកម្មមន្ទីរកសិកម្មក៏ដូចជាមន្ត្រីកសិកម្មឃុំកាល័យកសិកម្មហើយនិងអ្នកពាក់ព័ន្ធទាំងអស់ពិសេសគឺក្រុមហ៊ុនជីបម៉ុងដែលបានទទួលទិញល្ហុងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះខេត្តបាទសូមអរគុណបាទសួស្តីបងប្អូនទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញ Facebook ផ្លូវការរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំបង្ហាញជូនវីដេអូមួយដែលឃើញប្រជាកសិករញឹមញែមជាមួយនឹងខ្ញុំក្តីទាំងមន្ត្រីរបស់ទីពាណិជ្ជកម្មកាល័យកសិកម្មក្តីញឹមញែមហ្នឹងគឺថាដោយសារបានខាងក្រុមហ៊ុនជីបម៉ុងបាទគាត់បានចុះមកជួយទិញល្ហុងរបស់ប្រជាពលរដ្ឋក្នុងឃុំកោះខេត្តដែលកំពុងតែគ្មានទីផ្សារនោះបាទអញ្ចឹងបន្ទាប់ពីកាលពីថ្ងៃអាទិត្យកន្លងមកហ្នឹងខាងមន្ទីរខាងអគ្គនាយកដ្ឋាននៃក្រសួងកសិកម្មមន្ទីរកសិកម្មមន្ទីរពាណិជ្ជកម្មក៏ដូចជាកាល័យពាក់ព័ន្ធហើយនឹងអាជ្ញាធរមូលដ្ឋានយើងក៏បានចុះសិក្សាអំពីការដាំដុះល្ហុងរបស់បងប្អូនប្រជាកសិករក្នុងឃុំកោះខេត្តហើយក៏បានពំនាំនៅការលំបាករបស់គាត់ទៅស្វែងរកឈ្មួញដើម្បីទិញអញ្ចឹងក៏តំណែងហ្នឹងបានតាមរយៈក្រសួងកសិកម្មក្រសួងពាណិជ្ជកម្មក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធគឺបានទៅដល់ក្រុមហ៊ុនជីបម៉ុងអញ្ចឹងថ្ងៃនេះបាទគឺថ្ងៃទី24ខែមិថុនាឆ្នាំ2025ហ្នឹងក្រុមហ៊ុនជីបម៉ុងដែលដឹកនាំដោយលោកជំទាវបាទដឹកនាំដោយលោកជំទាវតែសវណ្ណីបាទដែលជាអគ្គនាយកពហុពាណិជ្ជកម្មរបស់ក្រុមហ៊ុនជីបម៉ុងនិងសហការីគាត់បានអញ្ជើញចុះមកជួបសំណេះសំណាលជាមួយប្រជាកសិករក្នុងឃុំហើយទទួលទិញល្ហុងបាទអញ្ចឹងចំនួនដែលលោកជំទាវទិញយកទៅជូនក្រុមហ៊ុនជីបម៉ុងនោះគឺក្នុងមួយថ្ងៃលោកជំទាវអាចយកជាង10តោនបាទជាង10តោនហើយគាត់ទទួលទិញរៀងរាល់ថ្ងៃអញ្ចឹងប្រជាកសិករគាត់សប្បាយចិត្តដោយសារល្ហុងរបស់គាត់គឺបានខាងក្រុមហ៊ុនជីបម៉ុងជួយទិញគួររំលឹកផងដែរថាក្នុងរយៈពេលមុននេះបន្តិចបាទគឺល្ហុងនៅក្នុងឃុំកោះខេត្តប្រឈមមុខជាមួយនឹងការអត់មានទីផ្សារហើយលក់បាននៅក្នុងតម្លៃទាបបាទគឺឈ្មួញគាត់
tinh trầm tay tầm lại mà rồi riêng trong 1 kg miềnពេលខ្លះធ្លាក់ដល់50រៀលបាទធ្លាក់ដល់50រៀលឥឡូវបានក្រុមហ៊ុនជីបម៉ុងទិញគាត់ទិញក្នុងតម្លៃ200រៀលបាទអញ្ចឹងកសិករហើយនឹងក្រុមហ៊ុនក៏បានព្រមព្រៀងគ្នាលក់ជូនក្រុមហ៊ុននៅក្នុងតម្លៃ200រៀលក្នុង1គីឡូហើយក្នុងមួយថ្ងៃក្រុមហ៊ុនក៏ទទួលទិញជាង10តោនបាទជាង10តោនអញ្ចឹងតម្លៃនេះត្បិតតែវាមិនខ្ពស់ក៏បានជួយដល់បងប្អូនប្រជាកសិកររបស់យើងដែលគាត់បាននឹងកំពុងដាំដុះផលល្ហុងនេះបាទអាចថាចូលរួមបានមួយផ្នែកបាទក្នុងនាមអាជ្ញាធរខ្ញុំសូមថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធទាំងក្រសួងពាណិជ្ជកម្មក្រសួងកសិកម្មក៏ដូចជាមន្ទីរពាណិជ្ជកម្មមន្ទីរកសិកម្មក៏ដូចជាមន្ត្រីកសិកម្មឃុំកាល័យកសិកម្មហើយនិងអ្នកពាក់ព័ន្ធទាំងអស់ពិសេសគឺក្រុមហ៊ុនជីបម៉ុងដែលបានទទួលទិញល្ហុងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះខេត្តបាទសូមអរគុណពេលខ្លះធ្លាក់ដល់50រៀលបាទធ្លាក់ដល់50រៀលឥឡូវបានក្រុមហ៊ុនជីបម៉ុងទិញគាត់ទិញក្នុងតម្លៃ200រៀលបាទអញ្ចឹងកសិករហើយនឹងក្រុមហ៊ុនក៏បានព្រមព្រៀងគ្នាលក់ជូនក្រុមហ៊ុននៅក្នុងតម្លៃ200រៀលក្នុង1គីឡូហើយក្នុងមួយថ្ងៃក្រុមហ៊ុនក៏ទទួលទិញជាង10តោនបាទជាង10តោនអញ្ចឹងតម្លៃនេះត្បិតតែវាមិនខ្ពស់ក៏បានជួយដល់បងប្អូនប្រជាកសិកររបស់យើងដែលគាត់បាននឹងកំពុងដាំដុះផលល្ហុងនេះបាទអាចថាចូលរួមបានមួយផ្នែកបាទក្នុងនាមអាជ្ញាធរខ្ញុំសូមថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធទាំងក្រសួងពាណិជ្ជកម្មក្រសួងកសិកម្មក៏ដូចជាមន្ទីរពាណិជ្ជកម្មមន្ទីរកសិកម្មក៏ដូចជាមន្ត្រីកសិកម្មឃុំកាល័យកសិកម្មហើយនិងអ្នកពាក់ព័ន្ធទាំងអស់ពិសេសគឺក្រុមហ៊ុនជីបម៉ុងដែលបានទទួលទិញល្ហុងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំកោះខេត្តបាទសូមអរគុណ